តលេងដាណាងហើយអានជីកជើ5ថ្ងៃ explore ភូមិបុរាណដែលពោពេញទៅដោយផ្ទះពណ៌លឿងហើយជាប់ក្នុងបេតិកភណ្ឌពិភពលោកទៀតចាប់ផ្ដើមថ្ងៃទី1ពួកខ្ញុំធ្វើដំណើរទៅតាមឡានទៅហូជីមីងទម្រាំតែទៅដល់គឺម៉ោង2ជាងអញ្ចឹងក៏ចូលទិញបាញ់មីញ៉ាំតិចទៅហើយបានបន្តដំណើរទៅពលានយន្តហោះដើម្បីឡើងទៅដាណាងបន្តទៀតអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើដូចខ្ញុំគួរតែទិញ fly ណារៀងល្ងាចបន្តិចដើម្បីការពារកុំឲ្យមានការយឺតយ៉ាវឬក៏បញ្ញាបញ្ញាដូចខ្ញុំពេលទៅដល់ហ្នឹងគឺយប់ហើយគឺអត់បាន review អត់តែអីទេគឺសុំតែកន្លែងសម្រាប់គឺស្លប់ហ្មងតែនៅនឹងគឺធូរថ្លៃដែរទេអ្នកទាំងអស់គ្នាអាច search Google ឬក៏ Agoda បានចូលមកដល់ថ្ងៃទី2គឺពួកខ្ញុំបានជួលម៉ូតូគេជីដើម្បីទៅលេង Marble Mountain ហើយនឹងហុយអានតែមិនចេញទៅគឺត្រូវទៅញ៉ាំអីផឹកកាហ្វេអីសិនលក្ខណៈថា enjoy បែប local គេអីអញ្ចឹងកន្លែងទី1ដែលខ្ញុំទៅលេងគឺ Marble Mountain នៅនឹងគឺជិះទៅ15ឬ20នាទីអីទេពីទីក្រុងមកហើយសបុតចូលតម្លៃ$2ម្នាក់តែបើសិនជាយើងអត់ចង់ហត់គឺយើងឡើងតាមចរាយន្តទៅថែមម្នាក់5កាក់ទៀតនៅនឹងគឺទេសភាពស្អាតហើយក៏មានវិហារហើយព្រះឲ្យយើង explore បានច្រើនកន្លែងដូចគ្នាតែសម្រាប់ខ្ញុំគឺវាធម្មតាអញ្ចឹងខ្ញុំមិនសូវនៅយូរទេក៏បន្តដំណើរទៅហុយអានម្ដងតែពេលទៅដល់គឺក៏ចូលញ៉ាំបាយថ្ងៃត្រង់នៅកន្លែងនេះហាងនេះគឺខ្ញុំ recommend ហ្មងរសជាតិសម្រាប់ខ្ញុំគឺអូខេប៉ុន្តែបើសវិវិញគឺ the best គឺថាម្ចាស់ហាងគាត់សួរយើងរហូតរស់រីដាក់យើងមែនតើគ្រាន់តែរបស់ញ៉ាំនេះគឺគាត់មកបរៀនយើងញ៉ាំទៀតពីរបៀបញ៉ាំបាញ់ឆាវសុកគេខ្ញុំនេះឃើញអីប្លែកក៏ធ្វើតាមគេទៀតនិយាយទៅពេលដែលយើងញ៉ាំគឺដូចគូមែនតើគ្រាន់តែថាសាច់ខាងក្នុងគឺជាបាញ់ឆាវហើយតម្លៃម្ហូបក៏អត់សូវថ្លៃដែរមួយចាន 4-5 រៀលអីដែរទេប៉ុន្តែញ៉ាំបានពី3នាក់បន្ទាប់ពីញ៉ាំហើយក៏នាំគ្នាទៅជីកជើក៏ប៉ះឈ្មោះគេ Coconut Boat ទេប៉ុន្តែខ្ញុំហៅកជើទៅស្រួលជាងហើយពូដែលឈរនឹងគឺពូម្ចាស់ហាងគឺគាត់ជួយយើងដល់បានឡើងកជើបានគាត់ទៅវិញជីតាមអាខ្សែខាងក្នុងនេះស្មានថាអត់សូវមានមនុស្សឃើញមកទាំងជួរមានតែប៉ុណ្្នឹងអីចឹងមានណាគ្រាន់តែចេញទៅដល់ក្រៅគឺសុទ្ធតែមនុស្សហ្មងសុទ្ធតែធួគេនាំមកជីកជើហើយមានទាំងថតរូបផ្ដិតរូបយកភ្លាមទៀតចូលមកដល់កន្លែងនេះកន្លែងគេសំដែងឲ្យយើងមើលហើយយើងក៏អាចសាក់លបងជានឹងបានដែរខ្ញុំនេះឃើញអីប្លែកទៅដល់ហើយអត់សាកមិនកើតក៏ឡើងជិះម្ដងមើលម្នាក់ទៅ$3តាមានណាវិលមកចង់ប្រកាច់ហើយកន្លែងនេះវិញគឺខ្ញុំអត់ចង់ឡើងទេព្រោះសារមានអីថតតែពូចៅនឹងគាត់ឲ្យយើងឡើងក៏ឡើងតាមគាត់ទៅជីចុះជីឡើងមកដល់កន្លែងគេប្រគំតន្ត្រីម្ដងហើយមានគេបោះម៉ោងឲ្យយើងមើលទៀតតែខ្ញុំវិញអត់នៅមើលយូរទេព្រោះសារពេលនឹងក្តៅមែនតើសុំគេត្រឡប់ឡើងច្រាំងមុននេះហើយក៏បន្តដំណើរទៅកន្លែងមួយទៀតគឺ Ancient Town ទីក្រុងបុរាណរបស់គេនៅនឹងគឺអីដែលខ្ញុំចូលចិត្តគឺផ្ទះរបស់គេរៀបចំខ្ជូតមែនតើហើយអីដែលពិសេសគឺផ្ទះនៅនឹងគឺមានពណ៌លឿងចាស់ទាំងអស់ដែលវាធ្វើឲ្យយើងទទួលបានអារម្មណ៍ភាពជាភូមិបុរាណរបស់គេមែនតើហ្មងហើយនៅនឹងគឺចូលជាបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ1999ទៀតហើយដល់ចុះដល់ឡើងក៏មកញ៉ាំក្រែមជាលតូគេម្ដងគ្រាន់តែឃើញក្រែមនឹងក៏តំណងដែរអញ្ចឹងក៏ចូលញ៉ាំតិចទៅហើយឆ្ងាញ់ទៀតក្រែមគេហើយបើការរៀបចំនៅក្នុងហាងគេវិញគឺខ្ជូតហ្មងហើយនៅទីក្រុងបុរាណគេគឺភ្ញៀវទេសចរទៅលេងច្រើនមែនតើបើសិនជាអ្នកទាំងអស់គ្នាចង់ថតរូបអីរៀងពិបាកតិចដោយសារភ្ញៀវទេសចរដើរកាត់រហូតហើយ highlight point នៅនឹងគឺគេមានហាងកាហ្វេខ្ជូតច្រើនមែនតើប៉ុន្តែខ្ញុំអត់បានចូលទេមកផឹកតែផ្កាឈូកគេនេះឃើញគេកាន់គ្រប់គ្នាឃើញតែគេក៏កាន់ដែរដើរមកកាន់រហូតក៏ចូលទិញម្នាក់មួយកែវទៅដើរចុះឡើងក៏មកដល់ទន្លេធូបុនគេមកដល់កន្លែងហ្នឹងបាន surprise ហ្មងយើងថានៅលើមនុស្សច្រើនណាស់មកដល់នេះគឺមនុស្សច្រើនជាងនឹងទៀតដូចគេមកផ្ដុំនៅនឹងហ្មងហើយនៅនឹងគឺយប់ឡើងគឺស្អាតមែនតើហ្មងគេមានជីកទូកបដាច់គោមអីអញ្ចឹងសំខាន់ខ្ញុំស្ដាយមែនតើខ្ញុំនៅនឹងអត់បានយូរព្រោះដោយសារខ្ញុំត្រូវជិះម៉ូតូទៅដាណាងវិញទាំងយប់អញ្ចឹងអ្នកទាំងអស់គ្នាបើចង់ទៅលេងហុយអានអីគឺខ្ញុំ recommend ឲ្យគេមកយប់ដើម្បីស្រួលយើងបាន explore នៅហុយអានបានច្រើនហើយពេលយប់គឺស្អាតខ្លាំងហ្មងអញ្ចឹងវីដេអូខ្ញុំសូមចប់ត្រឹមហុយអាននឹងសិនខ្លាចវែងចាំផាធូខ្ញុំនឹងទៅលេងបាណាហ៊ីលម្ដងថានៅនឹងមានគេខ្លះកុំភ្លេចតាមដានទាំងអស់គ្នាអញ្ចឹងជួបគ្នាវីដេអូក្រោយបាយបាយ